ជំរាបសួរអតិថិជនទាំងអស់គ្នាតើមានអតិថិជនណាខ្លះដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួនហើយកំពុងស្វែងរកដើមទុនបន្ថែមថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅជួបតជាមួយនឹងអ្នកជំនាញធនាគារដើម្បីឲ្យដឹងកាន់តែច្បាស់ថាតើអតិថិជនគួរត្រៀមលក្ខណៈសម្បត្តិអ្វីខ្លះមុនពេលស្នើសុំកម្ចីតោះយើងទៅជួបជាមួយនឹងអ្នកជំនាញធនាគារទាំងអស់គ្នាសួរបងចាអរគុណបងថ្ងៃនេះចង់សំខាន់បងកម្មវិធីតាក់ទងជាមួយនឹងខ្ញុំឃើញថាមានបងប្អូនម្ចាស់អាជីវកម្មជាច្រើនតែងតែឆ្ងល់ថាតើពួកគាត់គួរត្រៀមលក្ខណៈសម្បត្តិមិនខ្លះមុនពេលស្នើសុំកម្ចីពីខាងធនាគារយើងហើយតើលក្ខខណ្ឌពិសេសដែលធនាគារត្រូវការនោះគឺមានអ្វីខ្លះដែរបងជាទូទៅសម្រាប់កម្ចីមរេអាជីវកម្មអតិថិជនគួរត្រៀមចំណុចសំខាន់មួយចំនួនជាដំបូងត្រូវមានប្រវត្តិធនធានល្អដែលជាទូទៅយើងហៅថា CVC ដែលសងត្រឡប់មកវិញទៀងទាត់និងមានការយឺតយ៉ាវបន្ថែមពីនេះទៀតត្រូវមានប្រព័ន្ធចំណូលច្បាស់លាស់លំហូរសាច់ប្រាក់ពីអាជីវកម្មជាមួយនឹងប្រាក់ចំណេញជាក់លាក់ដែលអាចសងត្រឡប់កម្ចីមកវិញបានបាទអតិថិជនមានលក្ខខណ្ឌមូលដ្ឋានទាំងអស់នេះហើយអ្នកងារធនាគារនឹងងាយស្រួលក្នុងការវាយតម្លៃនិងមានភាគរយខ្ពស់ក្នុងការផ្ដល់ទុនកម្ចីអាជីវកម្មជូនអរគុណច្រើនបងចម្លើយនេះពិតជាច្បាស់លាស់ណាស់សង្ឃឹមថាព័ត៌មាននេះអាចជួយដល់បងប្អូនម្ចាស់អាជីវកម្មយើងបានទាំងអស់គ្នាសម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងទៅធនាគារ Chip Monk បានជួបជាមួយនឹងអ្នកជំនាញធនាគារ Chip Monk ជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់លោកអ្នក